ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនតកតងនឹងអត្ថប្រយោជន៍នៃកាកសំណល់ផ្ទះបាយអញ្ចឹងបើបងប្អូនមានកាកបាយមានបន្លែផ្លែឈើបាទដែលបងប្អូនបរិភោគហើយសល់បងប្អូនកុំយកទៅចាក់ចោលបងប្អូនយកមកធ្វើជីដើម្បីដាក់គល់ដំណាំរបស់យើងឲ្យលូតលាស់បានល្អបាទអញ្ចឹងវិធីធ្វើងាយគឺបងប្អូនរកធុងមួយមកបាទបើមានធុងពេត្រូដូចខ្ញុំយកធុងពេត្រូនឹងមកចោះបាតវាទៅហើយយើងយកទៅកប់ក្នុងដីហើយទុកមាត់ធុងឲ្យផុតពីដីកុំឲ្យកប់ភ្លេចបាទហើយអញ្ចឹងបន្ទាប់មកបងប្អូនយកកាកសំណល់ផ្ទះបាយយកមកចាក់ចូលនៅក្នុងធុងពេត្រូនេះបាទចាក់បើសិនជាបងប្អូនមានទៀតបងប្អូនយកមកចាក់ថែមទៀតបាទចាក់ថែមទៀតឲ្យពេញធុងទៅហើយបន្ទាប់មកបងប្អូនគ្របវាឲ្យជិតទៅបាទបងប្អូនមិនគ្របក៏បានដែរប៉ុន្តែបើមិនគ្របវាបណ្ដាលឲ្យធុំក្លិនស្អុយប៉ះពាល់ទៅដល់បងប្អូនណាអញ្ចឹងយើងគ្របវាជិតទៅបាទហើយរុក្ខជាតិបាទដូចខ្ញុំដាំតវ៉ាច់នៅក្រោយផ្ទះនេះបាទវានឹងស្រូបយកនៅកាកសំណល់ផ្ទះបាយបាទយើងដឹងហើយកាកសំណល់ផ្ទះបាយមានបន្លែផ្លែឈើកាកសំណល់ផ្ទះបាយផ្សេងហ្នឹងគឺវាមានជីវជាតិល្អវាធ្វើឲ្យរុក្ខជាតិហ្នឹងលូតលាស់បានល្អមានផ្លែមានផ្កាបាទចេញផ្លែចេញផ្កាបានច្រើនបងប្អូនឃើញនៅក្នុងរូបភាពនេះគឺតវ៉ែកខ្ញុំមានត្រួយបាទលាស់ត្រួយខ្ចីល្អណាស់បាទអញ្ចឹងរុក្ខជាតិក៏ដូចជាមនុស្សយើងដែរបាទមនុស្សយើងត្រូវការអាហារូបត្ថម្ភដើម្បីទ្រទ្រង់នៅសរីរាង្គកាយរបស់យើងដើម្បីឲ្យរាងកាយរបស់យើងមាំមួនគឺត្រូវការអាហារបាទចំណែកឯរុក្ខជាតិក៏ដូចឆ្នោតដែរគឺថាត្រូវការជីដើម្បីលូតលាស់បានល្អអញ្ចឹងតបែករបស់ខ្ញុំបងប្អូនឃើញហើយមានផ្លែមានផ្កាច្រើនហើយខ្ញុំចាប់ផ្ដើមច្រកថង់បដាហើយផ្លែណាយើងធ្វើបន្តិចទៅយើងច្រកថង់វាកុំឲ្យវាស្អុយឬក៏វាក្រិនបាទអញ្ចឹងច្រកថង់វាទៅបាទហើយបើសិនជាបងប្អូនមានទឹកបងប្អូនអាចបាទមានទយោទឹកបងប្អូនអាចបតក់ទឹកថែមទៀតគឺរឹតតែល្អដែរដើម្បីឲ្យគល់របស់រុក្ខជាតិនោះវាមានសំណើមបាទវាមានសំណើមអញ្ចឹងវាជួយបើកស្រូបយកជីជាតិដែលយើងចាក់ចូលនៅក្នុងធុងពេត្រូហ្នឹងបាទអញ្ចឹងខ្ញុំសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាក្នុងការតាមដាននៅវីដេអូរបស់ខ្ញុំនៅពេលនេះបាទសូមអរគុណសូមជម្រាបលា